កាលពីយូរលង់ណាស់មកហើយនៅក្នុងទឹកដីដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាមានរឿងព្រេងមួយដែលបាននិទានអំពីការប្រកួតប្រជែងដ៏អស្ចារ្យមួយរវាងបុរសនិងស្ត្រីកុំប្រកែកគ្នាអីកូនចៅដើម្បីសម្រេចថាតើខាងណាត្រូវចូលដណ្ដឹងខាងណាមុនលោកតាព្រឹទ្ធាចារ្យភូមិបានស្នើឲ្យមានការប្រកួតមួយពួកយើងនឹងប្រើប្រាជ្ញាឲ្យខាងបុរសនិងខាងស្ត្រីលើកដីធ្វើជាភ្នំម្នាក់មួយអ្នកណាធ្វើបានខ្ពស់ជាងអ្នកនោះជាអ្នកឈ្នះខាងបុរសដោយមានមោទនភាពលើកម្លាំងបាយបានប្រឹងប្រែងយ៉ាងខ្លាំងពួកគេជីកដីលើកដីដោយប្រើកម្លាំងមិនស្តាក់ស្ទើរប៉ុន្តែពួកគេមានភាពអំនួតនៅពេលយប់មកដល់ពួកគេក៏សម្រាកលេងសប្បាយហើយមិនប្រញាប់ធ្វើការឡើយចំណែកឯខាងស្ត្រីវិញមិនបានពឹងតែកម្លាំងបាយទេពួកនាងប្រើប្រាស់ប្រាជ្ញាដ៏វៃឆ្លាតនៅពេលយប់ពួកនាងបានបង្ហូតគោមឲ្យភ្លឺត្រចះត្រចង់ពន្លឺនោះភ្លឺដូចជាផ្កាយព្រឹកខាងបុរសពេលបានឃើញក៏ស្មានថាព្រឹកហើយពួកគេក៏ឈប់ធ្វើការហើយចូលដេកដោយមិនដឹងខ្លួនចំណែកឯខាងស្ត្រីនៅតែបន្តលើកដៃមិនឈប់ឈររហូតដល់ព្រឹកពិតប្រាកដមកដល់នៅពេលប្រកាសលទ្ធផលស្លាប់ហើយភ្នំស្រីបានខ្ពស់ត្រដែតជាងភ្នំប្រុសផ្កាយព្រឹករះខាងស្ត្រីក៏បានឈ្នះចាប់តាំងពីថ្ងៃនោះមកទំនៀមទម្លាប់មួយក៏បានកើតឡើងគឺបុរសត្រូវចូលដណ្ដឹងស្ត្រីមុនហើយរឿងនេះក៏បានក្លាយជារឿងព្រេងនិទានដែលនិយាយតៗគ្នាមកដល់សព្វថ្ងៃការប្រឹងប្រែងនិងប្រាជ្ញាតែងតែនាំមកនៅលទ្ធផលល្អចាប់ពីថ្ងៃនេះតទៅខាងប្រុសត្រូវតែជាអ្នកចូលដណ្ដឹងខាងស្រីទៅរៀងមក